ជំរាបសួរលោកគ្រូនាងខ្ញុំឈ្មោះននសុកលីដាមកពីក្រុម IU 35ហើយថ្ងៃនេះយើងមកស្គាល់ពី comment type ដែលយើងមានថាចំនួន3ទី1 show username ចឹងដើម្បី show username បានយើងត្រូវវាយ comment who am I បន្ទាប់មកថាទី2 list and text 3 line ចឹងយើងត្រូវវាយ comment ls dot lx pipe nl តបមកយើងយកតែ3 line ទេបន្ថែម pipe ហើយ head 13ឥឡូវយើងចង់យកកតុយម្ដងយើងដាក់ថាវាសូពីកតុយបន្ទាប់មកចូលថែទី3 create file ចឹងដើម្បី create file បានយើងចុច nano ឈ្មោះ file .txt បន្ទាប់មកយើងបញ្ចូល lineខ្ញុំបញ្ចូលឡើងចំនួន10ហើយ Ctrl X Access Enter បន្ទាប់មកយើងសូ3 line អញ្ចឹងដើម្បីសូបានយើងត្រូវចុច cat ឈ្មោះ file pipe nl pipe head 13ឥឡូវយើងចង់សូពីកតុយម្ដងយើងដូរពី head ទៅ tail ចឹងខ្ញុំមានតែប៉ុណ្្នឹងទេអរគុណលោកគ្រូជំរាបសួរលោកគ្រូនាងខ្ញុំឈ្មោះននសុកលីដាមកពីក្រុម IU 35ហើយថ្ងៃនេះយើងមកធ្វើ exercise ដែលមានចំនួន3 part 1 package management exercise part 2 pipe and redirection exercise និង part 3 firewall exercise ចឹងយើងចូលទៅ part ទី1ចំណុចទី1គេឲ្យ update package list ចឹងដំបូងខ្ញុំវាយ who am I សិនហើយដើម្បី update package list បានយើងត្រូវវាយ sudo apt update ចឹងយើងបាន update រួចរាល់ហើយទៅចំណុចទី2 upgrade all install package ចឹងដើម្បី upgrade បានយើងវាយ sudo apt upgrade តទៅពីយើង upgrade ហើយចំណុចទី3គេឲ្យ install package engine ចឹងដើម្បី install package នឹងបានយើងត្រូវវា sudo apt install ឈ្មោះវា engine ចឹងយើងបាន install package engine នឹងរួចរាល់ហើយយើងមកទៅចំណុចទី5យើង remove package នឹងចោលវិញចឹងដើម្បី remove ឲ្យបានយើងត្រូវវា sudo remove engine ចឹង engine ហ្នឹងវាបានអញ្ចឹងអមខ្ញុំផ្លេច
អញ្ចឹងខ្ញុំវាយ comment ខុសខ្ញុំវាយម្ដងទៀត sudo apt remove engine ចឹងវាសួរយើងបញ្ជាក់ថាយើងចង់ remove មែនអត់ចឹងយើងវាយ yes ដើម្បី remove វាចឹងយើង remove វារួចរាល់ហើយប៉ុន្តែឥឡូវខ្ញុំចង់បញ្ជាក់ថាខ្ញុំ remove បានជោគជ័យអត់ចឹងសាក់ទៅ remove ម្ដងទៀតចឹងវាប្រាប់យើងថាយើងវា0 upgrade យើងមានអី remove ទៀតទេចាំមិនថាយើង remove បានជោគជ័យហើយឥឡូវយើងចូលទៅ path tool pipe និង redirection exercise ចំណុចទី6គេឲ្យ display list of file នៅក្នុង current directory ចឹងដើម្បី display បានយើងវា command ls -ls ចឹងវាសោយើងហើយឥឡូវយើងទៅចំណុចទី7គេឲ្យប្រើប្រាស់ pipe ដើម្បី filter និង display only .txt file ចឹងយើងប្រើ command ls -ls pipe grep.txt ចឹងពេលយើង grep ទៅវាចាប់មក file txt ទាំងអស់ឲ្យយើងចឹងបន្ទាប់មកទៅចំណុចទី8គេឲ្យប្រើ pipe ហ្នឹងដើម្បី search សម្រាប់ process ssh និង init ចឹងឥឡូវយើងទៅ search ssh មុនចឹងដើម្បី search បានយើងវាយ ps aux pipe grep ssh ឥឡូវយើង search ឃើញហើយយើង search ឃើញ ssh ហើយយើងទៅ search មើល init ម្ដងចឹងយើងវាដូចគ្នាមក ps aux pipe grep យើងគ្រាន់តែ change ពី ssh ទៅ init engineបន្ទាប់ពីយើងបាន grep ហើយវា sorry សារយើងបានឃើញចឹងឥឡូវយើងចូលចំណុចទី9គេឲ្យ redirect command output ដោយប្រើ redirection into a file name output.txt ចឹងយើងវាយទៅ ls -ls redirection output.txt ឥឡូវយើងចូលទៅ check មើល file output ហ្នឹងយើងយក cat output.txt ចឹងយើងបានឃើញឥឡូវយើងចូលទៅ path ចុងក្រោយ path ទី3ចំណុចទី10គេឲ្យយើង check firewall status ចឹងដើម្បី check firewall status បានយើងវា sudo ufw status អានេះដោយសារតែខ្ញុំបាន enable firewall ហើយ allow port 80ហើយ allow SSH server ហើយចឹងទៅវាចេញចឹងបើយើងអត់ទាន់ allow ទេវាចេញ
វានឹងចេញ inactive ចឹងឥឡូវយើងទៅ enable firewall ម្ដងទៀតចឹងដើម្បី enable firewall បានយើងចុច sudo ufw enable ចឹងវាសួរយើងបញ្ជាក់យើងចុច yes ទៅចឹងគេប្រាប់ឲ្យថា firewall ហ្នឹងវា active ហើយ enable ហើយឥឡូវយើងទៅ allow ចំណុចទី12 allow port 80ម្ដងទៀតចឹងយើងឲ្យ sudo ufw allow 80ចឹងដោយសារតែខ្ញុំបាន allow វាឲ្យម្ដងហើយវាចេញ skipping adding existing rule ចឹងបើយើងអត់ទាន់ allow ទេវាចេញតែ adding rule មកទេចឹងឥឡូវយើងទៅ allow SSH server ម្ដងវាដូចគ្នា sudo ufw allow SSH ចឹងនេះវាដូចគ្នាដោយសារខ្ញុំបាន allow វារួចរាល់ហើយចឹងបើអត់ទាន់ allow វាចេញតែ adding rule ទេចឹងយើងបាន add rule ហ្នឹងចូលហើយឥឡូវយើងចូលទៅ check ចំណុចទី14យើងចូលទៅ check firewall starter ម្ដងទៀតចឹងយើងវាដូចចំណុចខាងលើដែរយើងវា sudo ufw starters ចឹងយើងឃើញ rule ដែលយើងបាន add នឹងចឹងexercise ដែលមាន3 part ហើយមាន14ចំណុចហ្នឹងបានបញ្ចប់ហើយចឹងអរគុណលោកគ្រូជំរាបលាលោកគ្រូជំរាបសួរលោកគ្រូនាងខ្ញុំឈ្មោះនំសុខធីតាមកពីក្រុម IU35 ហើយថ្ងៃនេះយើងមកធ្វើ EC2 remote តាម AWS ជាងដំបូងយើងធ្វើការ login ទៅ AWS យើងដាក់ password ហើយនឹង code ដែលវា send ឲ្យមកយើង sign in ទៅហើយបន្ទាប់មកយើងចូលទៅ EC2 launch instance បន្ទាប់មកយើងចូលទៅ launch video walkthrough ហើយយើងទៅ change location ដាក់ទៅ Ohio វិញហើយយើងដាក់ឈ្មោះand tag ហើយយើងយក Ubuntu តបមកអានេះយើងរើសយកអាណាដែល size តូចជាងគេហើយទៅ create new key pair ចឹងខ្ញុំដាក់ឈ្មោះហើយ create key pair តបមកនេះយើងបាច់ទៅអីទេយើងទៅ launch instance ចាំវា loading ពេញហើយយើងទៅនឹង
ចាំឲ្យវាcheck សិនឥឡូវវា check ផាសហើយយើងទៅ connect តបមកយើងទៅ search git bash ហើយយើងធ្វើការ copy comment ហ្នឹងយកមកដាក់ផាសមកយើងធ្វើការ copy ម្ដងទៀត pass ហើយយើង enter វាមកតបមកយើង copy comment មួយទៀត pass ហើយ enter ហើយយើងចុច yes មកតបមកយើង clear screen ហើយយើងធ្វើការវា HMI តបមកវាយ password ហើយ hostname ឥឡូវយើងធ្វើការ update វា sudo apt update យើង update វាពេញហើយយើងទៅ sudo apt upgrade វាយើងចុច yes ចឹងបន្ទាប់ពីវា upgrade រួចរាល់ហើយយើង control ដើម្បី clear screen វាហើយយើងទៅវាយ tree ចឹងយើងអត់តមាន tree ទេចឹងយើងទៅ copy comment ទី 2 នេះមកដើម្បីបង្កើត folder ពី 01 ទៅ 010ចឹងយើង copy ហើយ paste វាមក enter ហើយយើងទៅ copy comment ទី 3 nano take.txt
ដើម្បីយើងបង្កើត file មួយដាក់ sentence ចូលចឹងឥឡូវយើងទៅ copy sentence ហើយយើង paste វាមកយើង copy paste ម្ដងមួយតមកយើង Control X យកវាយហើយ Enter ហើយទី4យើង copy command នឹងចូលមក paste Enter បន្តមកយើងទៅ copy command ទី5នេះដើម្បីយើងបន្លែ folder 001ហ្នឹងទៅក្នុង IU35 data ហើយយើងទៅ copy command ទី6ទៀតដើម្បី extract IU35 data ហ្នឹងហើយយើងទៅ copy ទី7តែ command ហ្នឹងដើម្បីបន្លែនិង compress file IU35 ហ្នឹងតមក command ទី8ហ្នឹងយើងសម្រាប់ extract file ឥឡូវយើងចូលដល់ command ទី9ដើម្បី zip file ប៉ុន្តែយើងអត់ទាន់មាន zip file ទេអញ្ចឹងឥឡូវយើងដើម្បីបានយើងទៅ install zip សិន sudo apt install zip ចុច yesចឹងយើង install ហើយយើងវាយ command zip នឹងចូលម្ដងទៀតចឹងយើងទទួលបាន file zip ហើយឥឡូវយើងទៅ command ចុងក្រោយដើម្បី unzip file នឹងវិញយើងធ្វើការ copy paste ម្ដងទៀតមកចឹងយើងចុច y enter រហូតបន្ទាប់ពីយើងធ្វើរួចរាល់អស់ហើយយើងទៅសាក V3 ដើម្បីមើល file យើងចឹងយើងអត់ទាន់មាន 3 ទេឥឡូវយើងធ្វើការ install 3 sudo apt install 3 install រួចហើយយើងសាកវាយមើលម្ដងទៀតចឹងយើងទទួលបាន ត្រីហើយឥឡូវយើងទៅបិទ server AWS យើងចូលទៅ instance ហើយ untick វាហើយយើងទៅ all state យកពាក្យ custom ចឹងខ្ញុំមានតែប៉ុណ្ណឹងទេជំរាបលាលោកគ្រូ
ជំរាបសួរលោកគ្រូនាងខ្ញុំឈ្មោះនងសុករីដាមកពីក្រុម IU35 ហើយថ្ងៃនេះយើងមកធ្វើ STP ជាមួយនឹង EC2 ជាងដំបូងយើង log ចូលក្នុង AWS ហើយយើងដាក់ code ដែលវា send ឲ្យហើយ sign inបន្ទាប់មកយើងចូលទៅ EC2 ហើយយើងដូរទៅ Ohio បន្ទាប់មកយើងទៅ launch instance ទៅ launch without walkthrough ហើយយើងទៅ instance ចូលទៅ create security group យើងទៅ create security group តោះមកយើងដាក់ឈ្មោះមក my own security group ហើយយើងដាក់ description ដាក់ for learning ហើយអាខមនេះយើងមិនបាច់កែទេយើង create security group តបមកយើងទៅ instance វិញយើងទៅ launch instance យើងត្រូវបង្កើត name and tag ដាក់ STB server instance តោះមកយើងយក Ubuntu ហើយយើងទៅ create key pair ថ្មីយើងដាក់ EC2 remote learning ហើយយើងយក RSA នឹងមក create key pair ហើយកន្លែង storage នេះខ្ញុំដាក់ 20G ហើយយើង complete ទៅ select security group ដែលយើងទៅបង្កើតមិញ my own security group តោះមកយើងទៅ launch instance មកតោះមកយើងទៅ instance យើងចាំឲ្យវា check មក place ចឹងយើងចាំឲ្យវា check សិនទៅនេះបន្ទាប់ពីវា check ហើយយើងចូលទៅក្នុងហ្នឹងទៅហើយយើងចូលទៅ connect អានេះវាប្រាប់យើងថាផុត22ហ្នឹង connect អត់បានទេអញ្ចឹងយើងទៅ add rule ឲ្យវាដើម្បី connect port 22ហ្នឹងបានយើងទៅ add rule យក SSH អានេះយើងយក custom ទៅដែរយើងយកទៅ add យកនេះ00ហើយ save rule ត
តមកយើងទៅ instant វិញចុចទៅ connect តមកយើងទៅ copy sim mode ហាស់ចូលក្នុង Telegram ហើយនឹង copy អាខមហ្នឹងហើយទៅ copy address វាទុកតមកយើងចូលទៅ save EC2 remote ដែលយើងបង្កើតមកហ្នឹងហើយយើង right click ទៅ open GitHub ហើយយើងទៅ Telegram ទៅ copy sim mode ដែលយើងផាសទុកមិញផាសចូលក្នុង GitHub យើង enter ហើយយើងទៅ copy អាមួយទៀតpass enter ចឹងវាសួរយើងបញ្ជាក់យើងដាក់ yes តមកឥឡូវយើងទៅ sudo apt update តើពីយើង update full ហើយយើង sudo apt upgrade อันนี้ใส่ upgrade เขา upgrade yes ចឹងយើងចាំឲ្យវា upgrade full បន្ទាប់ពីវា full ហើយយើងទៅ step ទី4 sudo apt install vfitpd ហើយយើងដាក់ដក y ដើម្បីកុំឲ្យវាសួរ enter តើពីយើង install ហើយយើងទៅ list .la grep vfitpd.configure ដើម្បីមើលថាវាមានអត់ឥឡូវវាមានហើយយើងទៅ sudo cp vf.pd.configure
BAK ដើម្បី backup ទុកឥឡូវយើងទៅ grab មើលវាម្ដងទៀតចឹងវាមានហើយយើងទៅបន្ទាប់យើងទៅ sudo nano vfpd.configure ហ្នឹងដើម្បីទៅកែ configure មួយចំនួនចឹងយើងត្រូវកែ local enable ឲ្យវាចឹងវាសាប់ហើយយើងត្រូវកែ right enable តបមកយើងទៅ zero local user បន្ទាប់ពីវា yes ហើយគេឲ្យ add comment មួយចូលចឹងខ្ញុំទៅ copy មកទៅឲ្យយើង add allow variable ch root small yes តបមកយើងអស់ទៅដល់ comport ហើយយើងថែម comment 3 line នេះយើង copy paste ហើយយើងស្រាយវាឲ្យស្អាតតិចមកហើយ Ctrl X over enter តបមក comment ហ្នឹងវាអត់ទាន់ដើរទេចឹងយើងត្រូវការ restart វាចឹងយើងទៅ sudo system ctl restart ឈ្មោះហ្នឹង vfpd តបមកយើង restart ហើយយើងទៅ check status វាឥឡូវវា active ហើយយើងតបមកយើងទៅកម្មវិធីមួយមានឈ្មោះថា Fazella យើងចូលទៅ file site manager ហើយយើងបង្កើត new site ដាក់ថា FTP server EC2 new តបមកយើងចូលទៅដាក់ host server យើង protocol យើងយក SATP យើងទៅដាក់ host ដែលយើងបាន copy ទុកមុនហ្នឹងuser នេះយើងដាក់យូបន្ទូ key file យើងទៅដាក់ key file ដែលយើងបង្កើតមុនហ្នឹងហើយយើង connect យក always trust មកអូខេមកវាមកហើយយើងបង្កើត
create directory យើងដាក់ RSTP client អូខេមកបន្ទាប់មកយើងចូលទៅ create file create new file យើងដាក់ learning.txt មកយើងចូល GitHub វិញ ovcd ls ចឹងយើងឃើញ file ហ្នឹងហើយយើងទៅ cd ftp client/ls ចឹងយើងឃើញ file ហ្នឹងហើយឥឡូវយើងទៅ cat learning.txtហើយយើងទៅសរសេរ text ក្នុងនឹងអញ្ចឹងយើងត្រូវដាក់ណាមនោះ learning.txt តែមកយើងសរសេរ text មក ftp welcome ហើយ Ctrl X Y enter ចឹងយើងចូលទៅមើល file ហ្នឹងចឹងវាមានហើយអរគុណគ្រូ